ដោយពេលនេះប្រទេសចិនបានធ្វើការដាក់ពង្រាយនាគរាជបំបាំងកាយ J20 ចំនួន11គ្រឿងនៅជិតព្រំដែនឥណ្ឌាកាន់វីដេអូវិភាគព្រឹត្តិការណ៍អន្តរជាតិនិងជាតិសំខាន់ដោយរូបភាពផ្កាយរណបពាណិជ្ជកម្មកាលពីខែមិថុនាហើយនឹងដើមខែកក្កដាឆ្នាំ2024ក៏បានបង្ហាញថាប្រទេសចិនបានធ្វើការដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយប្រភេទ J20 យ៉ាងហោចណាស់មានចំនួន11គ្រឿងនៅទូទាំងមូលដ្ឋានអាកាសហូតាននៅខេត្តស៊ីជាងនិងដាមសុងនៅក្នុងតំបន់ទីប៉េដែលជាការប្រមូលផ្ដុំកម្លាំងផ្លូវអាកាសជំនាន់ទី5ដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅទល់មុខព្រំដែនភាគខាងជើងដែលមានជម្លោះជាមួយនឹងប្រទេសឥណ្ឌាប្រទេសចិនបានធ្វើការដាក់ពង្រាយនាគរាជបំបាំងកាយ J20 ចំនួន7គ្រឿងនៅមូលដ្ឋានអាកាសហូតានដែលស្ថិតនៅចម្ងាយត្រឹមតែ245គីឡូម៉ែត្រពីព្រលានយន្តហោះយុទ្ធសាស្ត្រដាវឡាត BOD របស់ប្រទេសឥណ្ឌាលើពីនេះទៅទៀតចិនក៏បានធ្វើការដាក់ពង្រាយនាគបំបាំងកាយ J20 ចំនួន4គ្រឿងទៀតនៅមូលដ្ឋានទ័ពអាកាសដាមសុងដែលស្ថិតនៅចម្ងាយ344គីឡូម៉ែត្រពីទីក្រុងតាវ៉ាងនៃប្រទេសឥណ្ឌាការដាក់ពង្រាយនេះបានធ្វើឲ្យមានការផ្លាស់ប្ដូរតម្លៃហើយនឹងកម្លាំងការពារដែនអាកាសរបស់ប្រទេសឥណ្ឌាយ៉ាងខ្លាំងដោយសារតែឥណ្ឌាមិនទាន់មានយន្តហោះចម្បាំងចំនួនទី5នៅឡើយនោះទេដោយត្រូវពឹងផ្អែកត្រឹមតែយន្តហោះ Dassault Rafale ចំនួន36គ្រឿងហើយនឹង Su-30 គឺជាប្រភេទយន្តហោះចំនួនទី 4.5 ដោយសមត្ថភាពបំបាំងកាយ sensor ដ៏ទំនើបហើយនឹងមីស៊ីលអាកាសទៅអាកាសចម្ងាយឆ្ងាយ PL-15 របស់ J20 ផ្ដល់នូវឧត្តមភាពទៅដល់ប្រទេសចិននៅក្នុងការប្រយុទ្ធមុនពេលរ៉ាដាឥណ្ឌាអាចនឹងធ្វើការចាប់សញ្ញាបានគិតត្រឹមពាក់កណ្ដាលឆ្នាំ2024សមត្ថភាពផលិតទង់ជ័យធំរបស់ប្រទេសចិនដែលមានប្រមាណ100ទៅ120គ្រឿងនៅក្នុងមួយឆ្នាំដោយបានធ្វើឲ្យកងយន្តហោះ J20 បានកើនឡើងរហូតទៅដល់500គ្រឿងដែលអនុញ្ញាតឲ្យចិនអាចធ្វើការដាក់ពង្រាយយន្តហោះបំបាំងកាយទាំងនេះបានទាំងនៅក្នុងសមរភូមិនៅកោះតៃវ៉ាន់សមុទ្រចិនខាងត្បូងនិងសមរភូមិដីគោកជាប់ព្រំដែនប្រទេសឥណ្ឌាដោយការបង្កើនកម្លាំងទ័ពអាកាសនេះកំពុងតែធ្វើឲ្យប្រទេសឥណ្ឌាកាន់តែមានការប្រុងប្រយ័ត្ននិងបង្ខំឲ្យឥណ្ឌាត្រូវតែបង្វែរធនធាននយោបាយការពារជាតិជាច្រើនមកកាន់ព្រំដែនភាគខាងជើងនៃប្រទេសវិញដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗសូមកុំភ្លេចចុច Subscribe Like និង Share